ចូលដេញតាមសេចក្តីមេត្រីចំពោះមនុស្សទាំងអស់ចុះហើយឲ្យបានញែកជាបរិសុទ្ធដែរបើអ្នកណាគ្មានសេចក្តីបរិសុទ្ធនោះមិនដែលឃើញព្រះអង្គម្ចាស់ឡើយចូលមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមកព្រមទាំងមានចិត្តទន់សន្តោសហើយអត់ទោសគ្នាដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នាដោយព្រះគ្រីស្ទដែរគ្រប់ទាំងអស់ក៏មកពីព្រះដែលទ្រង់បានផ្សះផ្សាយើងនឹងព្រះអង្គទ្រង់ដោយសារព្រះយេស៊ូវគ្រីស្ទហើយបានប្រទានការងារផ្សះផ្សានោះមកយើងខ្ញុំដែរហើយឲ្យបានផ្សះផ្សាគ្រប់ទាំងអស់ឲ្យជានឹងអង្គទ្រង់ដោយសារព្រះរាជបុត្រានោះទោះបើរបស់នៅឋានសួគ៌ឬនៅផែនដីក្តីទាំងតាំងស្ពានមេត្រីដោយសារព្រះលោហិតនៃឈើឆ្កាងទ្រង់បានជាបងប្អូនស្ងួនភ្ងាអើយចូលកាន់យ៉ាងខ្ជប់ខ្ជួនដោយឥតរង្គើទាំងធ្វើការព្រះអង្គម្ចាស់ឲ្យបរិបូរណ៍ជាដរាបចុះដោយដឹងថាការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអង្គម្ចាស់នោះមិនមែនឥតប្រយោជន៍ទេដូច្នេះកុំឲ្យចោទប្រកាន់ទោសគ្នាមុនកំណត់ឡើយលុះត្រាតែព្រះអង្គម្ចាស់ទ្រង់យាងមកដែលទ្រង់នឹងយកអស់ទាំងអំពើលាក់កំបាំងដែលធ្វើនៅទីងងឹតមកដាក់នៅទីភ្លឺវិញហើយនឹងបើកសម្ដែងឲ្យឃើញអស់ទាំងគំនិតក្នុងចិត្តរបស់មនុស្សផងនោះគ្រប់គ្នានឹងបានសេចក្តីសរសើរពីព្រះរាងខ្លួនតែបើអ្នកដែលមិនជឿគេដកខ្លួនចេញនោះឲ្យគេចេញចុះយ៉ាងនោះបងប្អូនប្រុសឬស្រីនឹងមិននៅជាប់ចំណងទៀតទេប៉ុន្តែព្រះទ្រង់បានហៅយើងរាល់គ្នាឲ្យមានសេចក្តីមេត្រីនឹងគ្នាវិញបើយើងលន់តួបាបវិញនោះទ្រង់មានព្រះハរតីស្មោះត្រង់ហើយសុចរិតប្រយោជន៍នឹងអត់ទោសបាបឲ្យយើងហើយនឹងសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់ផងដូច្នេះយើងខ្ញុំជាទូតតំណាងព្រះគ្រីស្ទហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំគឺយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថាចូលឲ្យបានជាមេត្រីនឹងព្រះចុះមានពោហើយអស់អ្នកដែលផ្សះផ្សាគេត្បិតអ្នកទាំងនោះនឹងបានហៅជាកូនរបស់ព្រះហើយទ្រាំទ្រគ្នាទាំងអត់ទោសទៅវិញទៅមកបើអ្នកណាមានហេតុទោសនឹងអ្នកណានោះចូលអត់ទោសឲ្យគេចុះដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរបើយើងលន់តួបាបវិញនោះទ្រង់មានព្រះハរតីស្មោះត្រង់ហើយសុចរិតប្រយោជន៍នឹងអត់ទោសបាបឲ្យយើងហើយនឹងសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់ផងគ្រប់ការទាំងអស់ដោយសេចក្តីអធិដ្ឋាននិងពាក្យទូលអង្វរទាំងពោលពាក្យអរព្រះគុណផងយ៉ាងនោះសេចក្តីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងគំនិតនឹងជួយការពារចិត្តហើយនឹងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវកុំឲ្យត្រាប់តាមសម័យនេះឡើយចូលឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញដោយគំនិតបានកែជាថ្មីឡើងដើម្បីនឹងអាចលោមើលឲ្យបានស្គាល់បំណងព្រះハរតីនៃព្រះដែលល្អស្រួលទទួលហើយគ្រប់លក្ខផងត្បិតទោះបើយើងខ្ញុំដើរក្នុងសាច់ឈាមមែនគង់តែមិនតយុទ្ធតាមសាច់ឈាមទេព្រោះគ្រឿងស្ត្រាវុធពិជ័យសង្គ្រាមរបស់យើងខ្ញុំមិនមែនជារបស់ខាងសាច់ឈាមទេគឺជាអធិឫទ្ធិដែលមកពីព្រះសម្រាប់នឹងរំលំទីមុំមួនវិញដែលអាចនឹងរំលាយអស់ទាំងគំនិតដែលគេរិះគិតនិងគ្រប់ទាំងសេចក្តីយ៉ាងខ្ពង់ខ្ពស់ដែលលើកខ្លួនឡើងទោះនឹងចំណេះនៃព្រះទ្រង់នាំអស់ទាំងគំនិតឲ្យចោះចូលស្ដាប់បង្គាប់ព្រះគ្រីស្ទវិញក៏ប្រុងប្រៀបទុកជាស្រេចនឹងធ្វើទោសដល់គ្រប់ទាំងសេចក្តីរឹងចចេះក្នុងការដែលអ្នករាល់គ្នាបានស្ដាប់បង្គាប់គ្រប់ជំពូកហើយប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថាសូម្បីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រីហើយមានអំរែកសម្រាប់ចង់បាននោះឈ្មោះថាប្រព្រឹត្តសេចក្តីកំផិតនឹងនាងនោះនៅក្នុងចិត្តខ្លួនហើយបើភ្នែកស្ដាំអ្នកនាំឲ្យរវិតចិត្តនោះចូលខ្វេះចេញបោះចូលទៅត្បិតដែលភ្នែកអ្នកមួយត្រូវវិនាសនោះមានប្រយោជន៍ជាជាងឲ្យរូបកាយទាំងមូលត្រូវបោះទៅក្នុងនរកគ្រប់ទាំងបទគម្ពីរគឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេក៏មានប្រយោជន៍សម្រាប់ការបង្រៀនការរំលឹកឲ្យដឹងខ្លួនការប្រដៅតម្រង់និងការបង្ហាត់ខាងឯសេចក្តីសុចរិតសេចក្តីនេះចប់តែប៉ុណ្ណេះទាំងអស់បានសម្ដែងទុកហើយដូច្នេះចូលកោតខ្លាចដល់ព្រះហើយកាន់តាមបញ្ញត្តិទ្រង់ចុះត្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជម្រះព្រមទាំងអ្វីៗដែលលាក់កំបាំងផងទោះល្អឬអាក្រក់ក្តី